ការពីសប្តាហ៍មុនគឺពួកយើងបាននាំអ្នកទាំងអស់គ្នាទៅទស្សនាពីទឹកជ្រោះនៅលើកោះរ៉ុងហ្នឹងអញ្ចឹងនៅសប្តាហ៍នេះចង់នាំអ្នកទាំងអស់គ្នាផ្លាយអារម្មណ៍បន្តិចទៅសាករសជាតិម្ហូបអាហាររបស់អ្នកកោះរ៉ុងម្ដងមើលបានទីនេះក៏ច្រើនចង់ចាក់ស្ដែងនៅក្នុងនេះអូខ្លួនឯងទៀតឆ្ងាញ់មកទីខ្យងគេអភិរក្សយើងអត់អាចយកបានទេណាសាកមើលបងឆ្ងាញ់ណាស់នេះគេហៅថានំចាក់ចងអញ្ចឹងយើងកុំឲ្យខាត់ពេលយូរយើងទៅជួបមួយខាងសហគមន៍របស់គ្នាតើជំរាបសួរអញ្ចឹងអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងឥឡូវនេះយើងកំពុងតែស្ថិតនៅសហគមន៍អេកូទេសចរព្រែកកោងកាងកោះរ៉ុងហើយថ្ងៃនេះចង់ឲ្យបងប្អូនយើងនាំគ្នាទៅរកគ្រឿងសមុទ្រនឹងខ្លួនឯងផ្ទាល់ហ្មងរកផ្ទាល់ហើយយកមកធ្វើម្ហូបញ៉ាំតែម្ដងចឹងសង្ឃឹមមករកបានច្រើនយើងបានអញ្ចឹងនេះម្ហូបបានញ៉ាំពឹងពាក់លើបងប្អូនយើងហ្នឹងហើយចាអូខេអញ្ចឹងយើងកុំឲ្យខាត់ពេលយូរយើងទៅជួបមួយខាងសហគមន៍របស់គ្នាតើគឺសួរបងចាសួស្ដីបងចាបងនាងខ្ញុំឈ្មោះវិជ្ជការជាវិជាសហគមន៍នៅសហគមន៍អេកូទេសចរព្រែកកោងកាងនឹងបងអញ្ចឹងបងអាចអញ្ជើញទៅជាសពតសិនចាអូខេបងចាបងនិយាយចឹងនៅសហគមន៍យើងនេះមានសកម្មភាពឬមួយក៏មានកន្លែងណាដែលយើងអាចទៅលេងឬក៏ទៅមើលអីបានខ្លះបងនៅនេះចាបងសម្រាប់នៅនេះយើងមានទូកាយ៉ាជីអមលេងតាមដងព្រែកប្រវែង1300ម៉ែត្រនិងដើរស្វៀនឈើមានចម្ងាយរហូតទៅដល់1300ម៉ែត្រដូចគ្នាបងនិយាយទៅអាចថាបើភ្ញៀវគាត់អាចដើរលេងកម្សាន្តហ្នឹងប្រហែលជាខ្ទង់5-10នាទីទៅ20នាទីអាស្រ័យលើភ្ញៀវគាត់ដើរទៅដើរមកអញ្ចឹងណាបងចាហើយនៅនេះមានសួនមានអីខ្លះដែរបងចាបងនៅខាងមុខហ្នឹងគឺមានជាភេទសួនអូគីដេព្រៃកម្រជាច្រើនយកមកផ្ដុំគ្នានៅក្នុងសួននេះតែមួយតែម្ដងចាបងចង់ទៅមើលសួននឹងតិចបានទេបងចាបានជើញបងនេះបងខាងស្វាសួនអូគីដេព្រៃរបស់យើងសួនអូគីដេនេះមានប្រមាណប្រភេទដែរបងមានច្រើនរាប់រយប្រភេទរាប់រយមកចាបងចានេះបងដើរចាអានេះយើងហៅដើរអីគេដើរភ្នំឬក៏មិនដែរបងចាប់ទីប្រភេទមានប្រហែលប៉ុន្មានក្បាលនេះមានច្រើនក្បាលបងចូលចិត្ត20ក្បាលបង20ក្បាលតែអានេះវារស់នៅទឹកសាបឬក៏នេះឡារស់នៅលើដីបងលើដីហូបទឹកសាបជាងធម្មតាចាហើយយើងក៏មានបានដាំឈ្មោះជាបកគោលតាមឈ្មោះកេសរកូលផ្សេងគ្នាអញ្ចឹងណាបងនេះខ្ញុំចាប់អារម្មណ៍កេសរកូលមកប្រភេទនេះវាស្អាតតែហ្នឹងវាមានឈ្មោះអីដែរបងចាបងកេសរកូលមកប្រភេទនេះឈ្មោះថាបាយសីព្រះបងបាយសីព្រះចាតែពេលវាដោះអញ្ចឹងទៅវារូបរាងស្ថានដូចកតុយសត្វកង្កោកមែនណាចាបងចានិយាយទៅកេសរកូលនៅតំបន់ព្រៃរបស់យើងគឺមានស្អាតប្លែកជាច្រើនបងចាភាសាពួកគាត់ដែលយកកេសរកូលណាដែលសម្រាប់តាំងបង្ហាញតាមផ្លូវដើរសម្រាប់ដាក់នៅក្នុងសហគមន៍របស់គាត់តាក់ទាញបើភ្ញៀវទេសចរគាត់បានឃើញហើយបានស្គាល់ពីប្រភេទអូគីដេដែរជាក់ស្ដែងដូចយើងអត់ដឹងថាដើមណាអីខ្លះដើមណាមិនខ្លះអញ្ចឹងណាហើយយ៉ាងមួយទៀតមានដាក់ផ្លែចាក្រៅឈ្មោះបង្ហាញឈ្មោះទៀតឈ្មោះខ្លះប្លែកព្រោះខ្លាំងឈ្មោះហ្នឹងអាចយកឈ្មោះយកទៅដាក់នៅកូនបាននេះបងនៅនេះគឺជាជំរំខ្យងមកគេទេបងជំរំខ្យងកន្លែងវានៅមែនទីកុំចាបងកន្លែងដែលយើងដាក់វានៅនឹងហើយយើងអភិរក្សដើម្បីទុកឲ្យភ្ញៀវទេសចរមើលឈ្មោះគួរចាប់អារម្មណ៍មកពីហើយរូបវាហ្មងឬក៏មិនចាបងរូបរាងពិតរបស់គេមានមែនតើបងអត់មែនមានតែគំនូរអានេះគេយកទឹកជ្រៅអានេះនៅលើវត្តមិនមិនគេហៅខ្យងមាត់វាអញ្ចឹងបងចាបងមកមើលតាមជាក់ស្ដែងមាត់វាវិញមែនតែនេះគេយកធ្វើម្ហូបវាបានបងប៉ុន្តែយើងអភិរក្សជាប្រភេទអភិរក្សដោយសារតែវាអត់សូវមានច្រើនមែនទេបងបាទនេះបងជាជំរំខ្យងដៃគោលបងចាអានេះវានៅទាំងទឹកសាបទឹកប្រៃបានក៏នៅតែទឹកសាបទេបងទាំងទឹកសាបទាំងទឹកប្រៃនៅបានដូចគ្នាបងអានេះវាមកខ្លួនឯងធម្មជាតិឬមកក៏យើងយកវាមកដាក់នៅហ្នឹងបងយើងយកមកដើម្បីឲ្យវាប្រកាត់ពូជនៅហ្នឹងឃើញ
កាន់ឡើងកាន់ឡើង កាន់ច្រើន ចាបង ចាយើងដាក់បែបធម្មជាតិឲ្យវានៅ ចា ចឹង ប ទៅ ងចាអត់មានបានដាក់ចំណីដាក់អីទេបងចា អូខេ